ក្រុមយុវជនសម័យចិត្តក្រុងធានជីងប្រគល់សម្ភារៈសិក្សាជូនសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនដើម្បីជំរុញការសិក្សាសិស្សានុសិស្សក្នុងក្រុងរុនតាឯកឌីយ៉ូសែននៅថ្ងៃទី28ខែកក្កដាឆ្នាំ2026សម្ភារៈអេឡិចត្រូនិកសម្រាប់ថ្នាក់រៀនភាសាចិនតាមប្រព័ន្ធអនឡាញនិងសម្ភារៈសិក្សាមួយចំនួនទៀតជាជំនួយរបស់ក្រុមយុវជនសម័យចិត្តក្រុងធានជីងប្រទេសចិនត្រូវបានផ្ដល់ជូនសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនសម្រាប់ផ្ដល់បន្តដល់បណ្ដាសាលាក្នុងក្រុងរុនតាឯកឌីយ៉ូសែនក្នុងគោលបំណងគាំទ្រការអភិវឌ្ឍវិស័យអប់រំភាសាចិននៅកម្ពុជានិងលើកកម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរលោកសុនតូឡាអភិបាលរងក្រុងរុនតាឯកឌីយ៉ូសែនបានសម្ដែងការស្វាគមន៍និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមយុវជនសម័យចិត្តក្រុងធានជីងប្រទេសចិនត្រូវបានផ្ដល់ជូនសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនចំពោះការបរិច្ចាគនេះលោកចាត់ទុកថាការបើកបង្រៀនភាសាចិននៅក្នុងសាលាគឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សិស្សានុសិស្សនិងមាតាបិតាហើយក៏ជាបំណងប្រាថ្នារួមរបស់សិស្សផងដែរលោកជឿជាក់ថាក្រោមការគាំទ្រពីគ្រប់ភាគីសិស្សានុសិស្សនឹងទទួលបានបរិយាកាសសិក្សាកាន់តែល្អប្រសើរអាចពង្រីកទស្សនវិស័យអន្តរជាតិតាមរយៈការសិក្សាភាសាចិននិងទទួលបានឱកាសកាន់តែច្រើនសម្រាប់ការបន្តការសិក្សាការងារនិងការអភិវឌ្ឍខ្លួននាពេលអនាគតលោកស្រីលីអាយតំណាងក្រុមការងារយុវជនស្ម័គ្រចិត្តក្រុងធានជីងមានប្រសាសន៍ថាគោលបំណងសំខាន់នៃការបរិច្ចាគលើកនេះគឺដើម្បីបន្តពង្រឹងការផ្លាស់ប្ដូរនិងមិត្តភាពរវាងប្រជាជននិងប្រជាជនកម្ពុជាចិនជំរុញការផ្សារភ្ជាប់ដួងចិត្តព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៃការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋានបច្ចុប្បន្នមានសិស្សជាង600នាក់បានចុះឈ្មោះចូលរៀនវគ្គភាសាចិនតាមប្រព័ន្ធអនឡាញហើយលោកស្រីសង្ឃឹមថាសម្ភារៈអេឡិចត្រូនិកនិងសម្ភារៈសិក្សាទាំងនេះនឹងជួយបង្កើតបរិយាកាសសិក្សាកាន់តែប្រសើរលើកកម្ពស់គុណភាពនៃការបង្រៀនភាសាចិននិងជួយឲ្យសិស្សានុសិស្សទទួលបានចំណេះដឹងភាសាចិនដើម្បីបង្កើតឱកាសការងារកាន់តែប្រសើរសម្រាប់ការអភិវឌ្ឍនាពេលអនាគតលោកបណ្ឌិតជាមនីរិទ្ធប្រធានសមាគមវឌ្ឍនភាពកម្ពុជាចិនបានថ្លែងអំណរគុណនិងវិតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនសម័យចិត្តក្រុងធានជីងដែលបានគាំទ្រវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់លោកថាសមាគមនឹងប្រើប្រាស់សម្ភារៈអេឡិចត្រូនិកដែលទទួលបាននេះឲ្យមានប្រសិទ្ធភាពខ្ពស់សម្រាប់ការបង្រៀនភាសាចិនការសិក្សាវប្បធម៌ចិននិងការជំរុញការផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជានិងចិនដើម្បីរួមចំណែកពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរតំណាងសិស្សានុសិស្សនៅក្រុងរុនតាឯកឌីយ៉ូសែនលោកស្រីហួលីណាបានសាទរនិងបានគាំទ្រដល់ក្រុមយុវជនស្ម័គ្រចិត្តក្រុងធានជីងចំពោះវិស័យអប់រំនៅកម្ពុជាព្រមទាំងបង្ហាញពីការបដិញ្ញាចិត្តរួមរបស់ភាគីយើងទាំងពីរកម្ពុជានិងចិនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំការផ្លាស់ប្ដូរវប្បធម៌និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជាចិនឲ្យកាន់តែរឹងមាំ